បាទនេះគឺជាជើងថ្កទី2ដែលខ្ញុំពិចារណាខ្ញុំបានកសាងឡើងបាទអស់រយៈពេល6ខែតាំងពីចាប់ផ្ដើមគូជាប្លង់ហើយនឹងកាត់ឈើកសាងមានលាបពណ៌ហើយនឹងទឹកសន្លឹកមាសនេះជើងថ្កនេះគឺខ្ញុំពិចារណាខ្ញុំបានយកទៅប្រគេនព្រះសង្ឃដើម្បីបូជាព្រះធម៌នៅវត្តពុទ្ធរាំងសីប្រទេសបារាំងជិតទីក្រុងលីយ៉ុងដូច្នេះខ្ញុំករណាខ្ញុំសូមឧទ្ទិសបុណ្យកុសលទាំងអស់ចែកជូនដល់ញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាសូមអនុមោទនាបុណ្យដែលខ្ញុំករណាខ្ញុំបានកសាងបូជាក្នុងព្រះពុទ្ធសាសនានេះសូមអនុមោទនា